បាទថ្ងៃនេះខ្ញុំមកលើកឡើងអំពីការដែលកូនជ្រូកម៉ូតូខូចតើវាមានបញ្ហាអ្វីឬក៏ពេលយើងធ្វើដំណើរទៅវាមានបញ្ហាអ្វីបាទនេះគឺជាកូនជ្រូកម៉ូតូដែលវាតាក់ទងជាមួយនឹងស្ពឺប្រអប់លេខបាទគឺវាមានរូបរាងបែបនេះមើលទៅតើវាខូចកន្លែងណាបានធ្វើឲ្យម៉ូតូរបស់យើងវាពិបាកក្នុងការធ្វើដំណើរតាមពិតទៅកូនជ្រូកនេះវាខូចគឺបណ្ដាលឲ្យម៉ូតូរបស់យើងពិបាកក្នុងការដាក់លេខពិបាកក្នុងការធ្វើដំណើរពេលយើងដាក់លេខទៅវាកន្ត្រាក់ឬជិះទៅកន្ត្រាក់ញាក់ធ្វើឲ្យម៉ូតូយើងមិនទៅមុខឬក៏ច្រាលេខ1លេខ2អត់ចង់ទៅមុខទេបាទវាកន្ត្រាក់បាទចំណែកវិធីជួសជុលយើងអត់អាចផ្សារកន្លែងខូចនឹងបានទេយើងត្រូវតែដូរថ្មីតែម្ដងដូរថ្មីចេញទៅយើងដាក់នឹងគៀបក្តាមថ្មីឬក៏ទៅគៀបក្តាមចាស់វាក៏បានដែរបើសិនជាវាមិនខូចតែបើវាខូចយើងដូរទាំងពីរតែម្ដងយើងមិនបាច់ទៅដូរស្ពឺប្រអប់លេខទេនេះបញ្ហាតែប៉ុណ្្នឹងទេម៉ូតូបាទប៉ុណ្្នឹងហើយយើងអាចដាក់ធ្វើដំណើរបានធម្មតាវិញហើយលែងច្រាលេខលែងអីអរគុណពុកម៉ែបងប្អូនសម្រាប់ការទស្សនាសូមជួយចុច Subscribe ដើម្បីឲ្យខ្ញុំចែករំលែកចំណេះដឹងបន្តទៀតទោះវាមិនបានច្រើនប៉ុន្មានក៏យើងអាចបានយកខ្លះដែរដោយសារចំណេះដឹងមាននៅកម្រិតសូមអរគុណសូមជម្រាបលា